បាទជំរាបសួរអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញអំពីរបៀបនៃការធ្វើស្មោផ្អាប់ដោយសារតែយើងរដូវវស្សាយើងជិតមកដល់ហើយអញ្ចឹងយើងត្រូវធ្វើចំណីធ្វើស្បៀងសម្រាប់ទុកឲ្យគោនៅរដូវវស្សាដែលទឹកលិចហើយយើងនឹងពិបាកលែងគោទៅខ្វៀលតាមវាលហើយយើងធ្វើរបៀបនេះដោយយើងគ្រាន់តែមានធុងដូចជាក្នុងរូបហ្នឹងអញ្ចឹងយើងកិនស្មៅរបស់យើងឲ្យម៉ត់ហើយប្រភេទស្មៅនេះគឺជាប្រភេទស្មៅ King Crush បាទអញ្ចឹងយើងកិនឲ្យម៉ត់អញ្ចឹងមកហើយយើងធ្វើដាក់ក្នុងធុងអញ្ចឹងពេលយើងដាក់អញ្ចឹងគឺយើងត្រូវការសង្កត់វាណែនបាទនេះជន់ដូចក្នុងរូបអញ្ចឹងធ្វើម៉េចឲ្យណែនយើងដាក់ឲ្យបានច្រើនបាទនេះជាវិធីទី1យើងអាចធ្វើរបៀបនេះបានអញ្ចឹងវាមានប្រូតេអ៊ីនច្រើនហើយវាអាចធ្វើឲ្យគោធំធាត់លឿនហើយវាអាចធ្វើឲ្យយើងទុកដាក់បានយូរហើយពេលដែលយើងធ្វើវារួចត្រឹមតែ15ថ្ងៃយើងអាចយកដាក់ឲ្យគោយើងស៊ីបានហើយយើងយកទៅលាយទៅលើចំបើងឬក៏ចាក់ទៅលើចំបើងអញ្ចឹងទៅវាស៊ីទាំងស្មៅផ្អាប់ហើយនឹងចំបើងជុំគ្នាអញ្ចឹងទៅនេះបងប្អូនយើងធ្វើអញ្ចឹងហើយយើងសង្កត់វាណែនហើយបន្ទាប់ពីយើងធ្វើសង្កត់ណែនបានល្អហើយយើងគ្របវាឲ្យជិតបាទយើងការពារយើងគ្របធ្វើម៉េចកុំឲ្យខ្យល់ចូលបាទអូខេអញ្ចឹងយើងនៅពេលដែលយើងបានជន់បានណែនអស់ហើយគឺយើងចាប់ផ្ដើមយកថង់ប្លាស្ទិកមកគ្របទៅលើដោយសារតែយើងអត់មានគម្របគ្របអញ្ចឹងយើងប្រើថង់ប្លាស្ទិកអញ្ចឹងគ្របវាមួយជាន់តែយើងគ្របក៏យើងត្រូវនេះខ្យល់វាអស់ដែរហ្នឹងវិធីទី1ករណីយើងមានមានធុងសម្រាប់ដាក់តែសម្រាប់វិធីទី2ខ្ញុំនឹងបង្ហាញបន្តិចទៀតគឺយើងច្រកក្នុងថង់បាទនេះយើងមានថង់ប្លាស្ទិកចឹងមកហើយយើងមានការ៉ុងមួយយើងដាក់ការពារកុំឲ្យវាពុកលហែកឬក៏វាត្រូវក្តៅត្រូវអីវាខូចអញ្ចឹងយើងធ្វើរបៀបដូចជារូបដែលខ្ញុំបានបង្ហាញអញ្ចឹងយើងច្រកជួនសង្កត់វាណែនដូចគ្នាអញ្ចឹងបាទនឹងគឺវិធីទី2ហើយយើងចំណាយតិចយើងអត់ចាំបាច់ចំណាយច្រើនទេហើយយើងធ្វើអញ្ចឹងមកហើយយើងជន់វាឲ្យណែនហើយយើងច្រកវាទុកបានហើយយើងអាចយកវាទៅផ្អាប់ទុកបានហើយដាក់គោគ្នាទៅហើយដល់ពេល10ថ្ងៃទៅ15ថ្ងៃយើងអាចឲ្យវាស៊ីបានហើយអាចទុកបានដល់ទៅ6ខែនេះខ្ញុំធ្វើងាយដោយសារអត់បានដាក់លាយស្ករល្ងូឬក៏ម្សៅកំបោរឬក៏ជីរ៉េអីទេគឺខ្ញុំធ្វើតែស្មៅសុទ្ធទេបាទអញ្ចឹងបងប្អូនជាកសិករដែលគាត់ចិញ្ចឹមគោគាត់អាចធ្វើរបៀបនេះបានបាទនេះគឺយើងសង្កត់វាឲ្យចេញខ្យល់ឲ្យអស់ទៅមកយើងគួចចងឲ្យជិតមាត់ថង់ទៅយើងយកវាទៅទុកទៅរួចជាការស្រេចហើយនេះយើងកន្លែងទុកដាក់របស់យើងច្រកវាទុកស្តុកទុកបែបនេះទៅហើយយើងធ្វើទៅហើយវានៅក្នុងម្លប់បាទជៀសវាងការត្រូវកម្ដៅថ្ងៃហើយនឹងលិចទឹកជ្រាបទឹកជាដើមបាទហើយនេះជាផ្អកស្មៅដែលយើងបានធ្វើហើយយើងបានដាក់ឲ្យគោស៊ីហើយអញ្ចឹងយើងបើកមកគឺវាមានរូបរាងបែបនេះបាទនេះបាទអញ្ចឹងយើងផ្អាប់10ថ្ងៃជាងហើយយើងដាក់ឲ្យគោស៊ីបដៅហើយវាមានក្លិនឈ្ងុយជូរអែមដែលគោវាចូលចិត្តស៊ីបាទហើយប្រូតេអ៊ីនច្រើនអញ្ចឹងបងប្អូនជាកសិករអាចអនុវត្តបានងាយបាទសូមអរគុណ